ស្លម្ជូរតកួនឬក៏កញ្ឆែតលាយជាមួយប៉េងប៉ោះគឺជាសម្លប្រចាំតកូលរបស់ម៉ាក់ខ្ញុំហ្មងគាត់ចូលចិត្តមែនតើឲ្យតែគាត់ស្លម្ជូរតកួនម្ជូរកញ្ឆែតអីក៏គាត់លាយប៉េងប៉ោះមួយពីរអញ្ចឹងណាបងប្អូនហើយប្រហែលថ្ងៃហ្នឹងមេឃរៀងសតុំមេឃអលឹមអញ្ចឹងទៅក៏នឹកឃើញឃ្លានស្លម្ជូរហើយក៏នឹកឃើញថាទិញកញ្ឆែតបន្តិចទៅហើយឃើញប៉េងប៉ោះគេល្អក៏ទិញមកលាយតាមគាត់អញ្ចឹងហើយពេលស្លទៅមានជាតិឆ្ងាញ់ហើយយើងក៏អត់ប្រើម្ជូរអំពិលច្រើនដែរដោយសារតែប៉េងប៉ោះហ្នឹងមានរសជាតិរៀងជូរតិចណាបងប្អូនម្ជូរខ្ញុំថ្ងៃហ្នឹងគឺបានត្រីពោព្រោះខ្ញុំអត់ចេះទេត្រីតូចដូចជាត្រីកញ្ចុះត្រីច្បាយហ្នឹងគឺអត់ចេះញ៉ាំទេបានតែត្រីធំចឹងឯងមុននឹងស្លមកមើលខ្ញុំរៀបគ្រឿងផ្សំសិនណាបងប្អូនខ្ញុំមានប៉េងប៉ោះហ្នឹង3ផ្លែហើយកញ្ឆែតហ្នឹងប្រហែលជា2-3ខាំអីអញ្ចឹងទៅហើយត្រីពោរបស់ខ្ញុំមួយហ្នឹងគឺកន្លះគីឡូខ្ញុំមានគ្រឿងកាត់ឆ្អាបមានខ្ទឹមសរំដេងហើយនឹងម្ទេសហើយអត់ភ្លេចទេម្អមសម្រាប់ស្លម្ជូរបងប្អូនថ្ងៃនេះគឺប្រើម្ជូរអំពិលទុំហើយប្រហុកអត់ភ្លេចទេណាបងប្អូនស្លម្ជូរកុំភ្លេចប្រហុកហើយខ្ញុំក៏មានគ្រឿងពិសេសមួយមុខទៀតដែរសម្រាប់បង្កើនរសជាតិអាហាររបស់ខ្ញុំគឺម្សៅស៊ុបសញ្ញារូបរមាសនេះបងប្អូននេះគឺជាម្សៅស៊ុបរសជាតិសាច់មាន់ដែលមានគ្រឿងផ្សំមានស្ករអំបិលប៊ីចេងខ្ទឹមសអីនៅក្នុងហ្នឹងហើយស្រេចហើយគឺយើងអាចបង្កើនរសជាតិម្ហូបអាហាររបស់យើងមិនថាឆាស្ងោរចៀនអីគឺត្រូវទាំងអស់ហ่าបងប្អូនសំខាន់គឺជាផលិតផលខ្មែរហើយដាក់តែបន្តិចទេធ្វើឲ្យអាហាររបស់យើងមានរសជាតិកាន់តែឆ្ងាញ់ពិសេសងាកមកមើលសម្លយើងវិញគឺថារៀបរាប់រួចរាល់ហើយទឹកពុះល្មមបងប្អូនអញ្ចឹងគឺខ្ញុំបង់គ្រឿងកាត់ឆ្អាបរបស់យើងមានរំដេងហើយនិងខ្ទឹមសហើយខ្ញុំជ្រុំប្រហុកហើយនិងអំពិលទុំបងប្អូននិយាយទៅអំពិលទុំគឺយើងជ្រុំបន្តិចសិនបានហើយចាំយើងដាក់ប៉េងប៉ោះហើយយើងភ្លក់មើលសិនទៅជូររៀងស្ទើរអីចាំយើងថែមអំពិលទុំទៀតតែយើងរៀងលុបអំពិលទុំដល់ពេលដាក់ប៉េងប៉ោះរៀងជូរតិចទៀតទៅគឺថាញ៉ាំទៅរៀងជូរញញអញ្ចឹងណាបងប្អូនអញ្ចឹងប្រយ័ត្នបន្តិចហើយនៅពេលដែលទឹកពុះខ្លាំងណាបងប្អូនចំណាំមើលយើងស្លត្រីចាំទឹកយើងពុះខ្លាំងតែម្ដងចាំយើងដាក់ត្រីចូលបានត្រីយើងអត់ឆ្អាបបន្ទាប់មកយើងអាចដាក់គ្រឿងទេសបានហើយបងប្អូនអញ្ចឹងខ្ញុំប្រើម្សៅស៊ុបសញ្ញារូបរមាសហ្នឹងតែបន្តិចណាបងប្អូនគឺមួយស្លាបព្រាកាហ្វេទូចមែនតើណាតែដាក់ទៅគឺឆ្ងាញ់ហ្មងស្លហើយយើងបន្ថែមទឹកត្រីតែបន្តិចបានហើយដោយសារយើងជ្រុំប្រហុកហើយយើងអាចប្រើស្ករសក៏បានថែមទឹកស្ករអញ្ចឹងដូចខ្ញុំក៏បានដែរខ្ញុំនៅផ្ទះគឺមានទឹកស្ករច្រើនអញ្ចឹងខ្ញុំប្រើទឹកស្ករភាគច្រើនខ្ញុំអត់សូវប្រើស្ករសទេបន្ទាប់មកយើងទុកត្រីយើងឲ្យឆ្អិនត្រីពោហ្នឹងឆាប់ឆ្អិនទេបងប្អូនអត់យូរទេឆាប់ឆ្អិនអញ្ចឹងនៅពេលដែលត្រីរបស់យើងឆ្អិនហើយយើងដាក់ប៉េងប៉ោះចូលទៅហើយប៉េងប៉ោះហ្នឹងចាំមកពុះសិនចាំយើងដាក់កញ្ឆែតតាមក្រោយដោយសារតែកញ្ឆែតដល់ពេលដាក់ចុះទៅគឺឆ្អិនតែម្ដងហើយម្យ៉ាងកញ្ឆែតខ្ញុំថ្ងៃហ្នឹងគឺកញ្ឆែតស្រែតែម្ដងណាបងប្អូនដើមតូចខ្ចីដាក់ទៅគឺគ្រាន់តែទឹកពុះដាក់តែមកពុះគឺឆ្អិនតែម្ដងអញ្ចឹងបន្ទាប់ពីយើងដាក់កញ្ឆែតហើយបានមកពុះហើយគឺយើងអាចបង់ម្អមបង់អីបានដែរណាបងប្អូនអញ្ចឹងគឺខ្ញុំបង់ម្អមហើយខ្ញុំបន្ថែមម្ទេសបន្តិចទៅឲ្យរៀងឈ្ងុយក៏ដូចជាមានសោភ័ណភាពដែរមានពណ៌ក្រហមមានពណ៌ខៀវអីចឹងណាបងប្អូនអញ្ចឹងស្លរបស់យើងតែប៉ុណ្្នឹងគឺរួចរាល់ហើយនិយាយពីថាស្លនេះបើយើងញ៉ាំកុំភ្លេចបងប្អូនបើអត់មានបុកអំបិលម្ទេសទេបងប្អូនអាចហាន់ទឹកត្រីដាក់ម្ទេសហើយញ៉ាំជាមួយអូយគឺឆ្ងាញ់ប្រៃជូរហឹលអូយឆ្ងាញ់ហើយបាយគឺថាអស់ដោយមិនដឹងខ្លួនតែម្ដងដាំបាយច្រើនផងមកស្លម្ជូរស្លអីចឹងគឺថាបាយបានណាបងប្អូនអើយជាពិសេសចំអាកាសធាតុយើងរៀងត្រជាក់ចឹងផងមេឃភ្លៀងអលឹមចឹងផងសម្លម្ជូរក្តៅហើយជាមួយម្ទេសហឹលទៀតអូយឆ្ងាញ់ណាបងប្អូនសម្រាប់ខ្ញុំបងប្អូនឲ្យតែខែធ្លាក់ភ្លៀងសបោកញ្ឆែតតកួនផ្កាស្នោឬក៏ផ្កាកផ្លោកផ្កាតាគៀតអីហ្នឹងលាស់ខ្ចីល្អហ្នឹងគឺថាខ្ញុំចង់តែស្លម្ជូរស្លអីអញ្ចឹងឯងបើមិនម្ជូរទេក៏ប្រហើរសឡក់ឬក៏ធ្វើទឹកគ្រឿងទឹកអីចឹងទៅដើម្បីបានញ៉ាំបន្លែដែលលាស់ថ្មីក្រោមទឹកភ្លៀងអញ្ចឹងណាបងប្អូនហើយសម្រាប់ម្ហូបរបស់ខ្ញុំថ្ងៃហ្នឹងស្លម្ជូររបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនមើលទៅតំណងឯងបងប្អូនហើយបងប្អូនធ្លាប់ស្លម្ជូរតកួនឬក៏កញ្ឆែតលេប៉េងប៉ោះអញ្ចឹងដូចខ្ញុំដែរឬក៏អត់បើអត់ទេកុំភ្លេចស្លដាក់ទៅបងប្អូនធានាថាឆ្ងាញ់ប្លែកតែម្ដង